ជំរាបសួរបងប្អូនវិលត្រឡប់មកកាន់វីដេអូថ្មីថ្ងៃនេះខ្ញុំនឹងប្រាប់បងប្អូនរបៀបនៅក្នុងការ set up page ឬក៏រៀបចំ page ធ្វើម៉េចឲ្យបានល្អឲ្យបានត្រឹមត្រូវនឹងចំគោលការណ៍នឹងធ្វើឲ្យយើងឆាប់រកលុយបានពីការផុសវីដេអូនៅក្នុង Facebook page អញ្ចឹងយើងចូលទៅទាំងអស់គ្នាមុនដំបូងយើងចូលទៅក្នុង Facebook មកហើយបន្តចូល Facebook នេះជា Facebook profile របស់យើងហើយយើងចូលទៅ page របស់យើងចុចនៅត្រី3ខាងស្ដាំខាងឆ្វេងដៃហើយនៅក្នុងនេះយើងទៅរក page របស់យើងចុចការកន្លែងនេះណាអូខេចុចទៅអូខេអញ្ចឹងយើង set up នៅ page ដែលយើងបង្កើតនៅក្នុងវីដេអូមុនហ្នឹងហើយឈ្មោះបំបោដៃថ្មីហ្នឹងចុចលើវាមកប៉ក់មកអូខេអញ្ចឹងយើងចូលទៅក្នុង page របស់យើងហើយបញ្ជាក់ម្ដងទៀតបងប្អូនយើងរងចាំវាឲ្យបាន4-5ថ្ងៃឬក៏មួយអាទិត្យហើយយើង set up page របស់យើងហើយនេះដោយសារខ្ញុំធ្វើវីដេអូអញ្ចឹងទៅខ្ញុំធ្វើឲ្យបងប្អូនមើលឲ្យត្រឹមរបៀបនៃការ set up ឲ្យត្រឹមត្រូវទេបងប្អូនហើយសម្រាប់បងប្អូនណាដែលអត់ទាន់បានចុច subscribe កុំភ្លេចចុច subscribe ផងហើយបងប្អូននៅក្នុង Facebook និង TikTok កុំភ្លេចចុច follow ផងដើម្បីទទួលបានវីដេអូថ្មីអូខេយើងចូលមកដល់កន្លែងនេះហើយរបៀបនៅក្នុងការ set up គឺមានច្រើនកន្លែងដែលយើងត្រូវបំពេញឲ្យវាត្រឹមត្រូវហើយអ្វីដែលសំខាន់ទី1មុនគឺ profile អញ្ចឹងបងប្អូនមានរូបខ្លួនឯងក៏បានឬក៏រូបដែលយើង design ហើយធ្វើឲ្យវាស្អាតឲ្យទាក់ទាញក៏បានដែរហើយបាទពីខ្ញុំទៅយើងគួរតែ design ទៅឲ្យស្អាតទៅដើម្បីទាក់ទាញព្រោះ profile របស់យើងក៏ជាមិនថាបញ្ជាក់ពី page របស់យើងដែរដូចខ្ញុំនេះMMO ដែរថ្មីអញ្ចឹងយើង design មកមានលុយមានអីអញ្ចឹងណាហើយវាត្រូវនឹងយើងជាអ្នករកលុយមែនអូខេអញ្ចឹងយើងនៅក្នុងនេះយើង edit យើងចង់ក្របវាដាក់ឲ្យតូចជាងនឹងក៏បានឲ្យវា zoom ចិត្តក៏បានឬក៏យើងចង់ទុកដូចនឹងទាំងអស់ក៏បានដែរអត់អីទេអូខេអញ្ចឹងនៅត្រង់នេះយើងចុច save មកអូខេចុច save មកប៉មកអូខេអញ្ចឹងយើងបានរួចរាល់ profile មួយហើយនៅ cover ទៀតអញ្ចឹង cover យើងធ្វើដូចមិននឹងដែរប៉ុន្តែយើងធ្វើបន្តឲ្យវាដាក់រៀងវែងតិចទៅហើយកម្ពស់វាដាក់រៀងមិនល្មមមេមកឲ្យវាតូចជាងបន្តឲ្យទៅចេះទៅវាមើលឃើញពេញហ្មងដូចខ្ញុំធ្វើនេះអូខេអញ្ចឹងទៅបានហើយយើងចុច save មកអូខេអញ្ចឹងយើងបានពីដំណាក់កាលហើយនៅក្នុងការ set up ចឹងនៅមាន Gmail លេខទូរស័ព្ទ BIO ផ្សេងអញ្ចឹងយើងធ្វើតាមនឹងយើងមើលទៅខាងក្រោមហ្នឹងទៅហើយ location អញ្ចឹងទៅហើយឥឡូវយើងមកដាក់ location សិនហើយយើងទៅរក location ហ្នឹងណាអូខេយើងដាក់ location សិនហើយបងប្អូននៅណាដាក់នៅហ្នឹងទៅដូចខ្ញុំនៅភ្នំពេញអញ្ចឹងខ្ញុំសរសេរដាក់ភ្នំពេញអញ្ចឹងទៅនេះភ្នំពេញអូខេចុច save អញ្ចឹងយើងមិនដាក់ទីតាំងកន្លែងយើងនៅហើយឥឡូវយើងចង់ share ផុសក៏បានឬក៏អត់បាច់ដែរអូខេអញ្ចឹងយើងដាក់ Gmail ទៀតយើងដាក់ Gmail ហើយបងប្អូនមាន Gmail បងប្អូនដាក់ទៅ Gmail បែបណាក៏បានដែរព្រោះឯនេះវាជួយឲ្យ page របស់យើងរុញដែរព្រោះឯដល់ពេលដែលយើងបានបំពេញទាំងអស់បានន័យថា Facebook វាចាត់ទុកយើងជាមនុស្សហើយមិនមែន robot ទេអញ្ចឹងវាជំរុញ Facebook របស់យើងឲ្យមានអ្នកឃើញច្រើនមានអ្នកមើលច្រើនអញ្ចឹងណាបងប្អូនហើយខ្ញុំដាក់ Gmail របស់ខ្ញុំគេខ្ញុំ copy ផាសមកហើយត្រឹមត្រូវហើយវាលើក blue tick ខាងស្នាមដៃហ្នឹងអញ្ចឹងចុច save មកហើយនៅត្រង់លេខទូរស័ព្ទត្រង់នេះក៏រៀងនេះដែរបងប្អូនបើសិនបងប្អូនលេខទូរស័ព្ទនេះយើងបង្កើតតែ page 1 2អត់អីទេបើសិនជាយើងបង្កើតច្រើន page គឺវាអត់ឲ្យទេវាឲ្យតែប្រហែល1ឬក៏2 page ទេនៅក្នុងលេខទូរស័ព្ទមួយហើយសម្រាប់ខ្ញុំបង្កើត page ច្រើនពេកអញ្ចឹងហើយបានវាអត់ឲ្យទេនៅក្នុងការដាក់លេខនៅក្នុងនេះហើយនៅអត់អីទេបងប្អូនបើសិនជាយើងដាក់លេខអត់បានក៏វាមិនជាបញ្ហាអីទេគ្រាន់តែបើសិនជាយើងដាក់ទៅក៏វាល្អដែរវាបានបញ្ជាក់ថា page របស់យើងនឹងមានព័ត៌មានគ្រប់គ្រាន់អញ្ចឹងណាប៉ុន្តែយើងបាន Gmail ហើយអត់អីទេបើសិនជាគេចង់តាក់ទងមកតាម Gmail ក៏បានអូខេយើងត្រង់នេះយើងរំលងចោលទៅដោយសារយើងដាក់អត់បានអូខេបងប្អូនដូចជាអស់ហើយអត់មានអីត្រូវដាក់ទៀតទេមានតែ BIO ដែលយើងអត់ទាន់ដាក់នៅ online add BIO អត់អីត្រង់នេះយើងចង់ដាក់ក៏បានឬក៏
អត់ដាក់ក៏បានដែរនឹងអាស្រ័យទៅលើបងប្អូនទេហើយទាំងនេះគឺជារបៀបនៅក្នុងការ set up page ធ្វើម៉េចឲ្យស្តង់ដាឲ្យត្រឹមត្រូវឲ្យមាន profile មាន cover មាន Gmail មានទីតាំងអីឲ្យត្រឹមត្រូវអញ្ចឹងទៅស្រួលនៅពេលដែលយើងផុសវីដេអូរូបភាពអីវាជំរុញឲ្យមានការមើលច្រើនហើយមានតែប៉ុណ្្នឹងទេបងប្អូនហើយវីដេអូបន្តទៀតខ្ញុំនឹងប្រាប់ពីរបៀបនៅក្នុងការផុសធ្វើម៉េចឲ្យត្រឹមត្រូវឲ្យស្តង់ដាដើម្បីឲ្យ Facebook វាជំរុញនៅ page របស់យើងដើម្បីឲ្យយើងអាចឆាប់គ្រប់គោលការណ៍នៅក្នុងការរកលុយជាមួយ Facebook បាទអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ